អ្នកស្រាវជ្រាវគាត់ចង់បានប៉ុន្តែក្នុងពេលដែលគាត់ចេញទៅធ្វើបេសកកម្មដើម្បីដាំដុះនៅក្របពូជរបស់គាត់ខ្លះមិនបានធ្លាក់ទៅចំពោះឡើយទេយើងអត់សិក្សាអំពីក្របពូជយើងអត់សិក្សាអំពីដីយើងអត់សិក្សាអំពីបរិយាកាសមជ្ឈដ្ឋានជុំវិញយើងទៅតែម្យ៉ាងគឺចង់តែវាដុះចង់វាដើរចង់ផ្លៃដើមឈើរហូតវាទៅអត់រួចទេពីព្រោះដើមឈើមួយដើមឲ្យធំស៊ីពេលដើមឈើមួយដើមដែលធំដែលមានម្លប់សម្រាប់សត្វមកធ្វើសម្បុកសម្រាប់មនុស្សទៅចូលក្រោមបានស៊ីពេលអញ្ចឹងដើមមនុស្សដើមដំណាំឬក៏ក្របពូជអត់ខុសគ្នាទេចឹងហើយបានជាព្រះយេស៊ូវលើករឿងនេះមកធ្វើជាប្រស្នាដើម្បីឲ្យយើងយល់ងាយយល់ពីព្រោះបើព្រះអង្គនិយាយរឿងអីផ្សេងប្រហែលយើងពិបាកយល់តែបើយើងជាអ្នកស្មារតីអ្នកខ្សែចំការយើងស្ដាប់រឿងក្របពូជដីយើងយល់លឿនណាមែនយើងយល់លឿនមែនទេអញ្ចឹងយើងឃើញថាដីទី1គឺប្រភេទដីដែលយកជាគ្នាកើតដីទី2មានថ្មក៏យកជាគ្នាគ្រាប់ពូជធ្លាក់ទៅមែនតែដោះមករួចទេបលាវាគ្របពីលើឃើញទេបលាវាគ្របពីលើហើយដំណាំអីក៏ដោយដែលប្រឹងដុះជាមួយគេអត់មានសុខភាពល្អទេអត់មានសុខភាពល្អទេណាអញ្ចឹងព្រះយេស៊ូវក៏លើករឿងដែរពេលខ្លះព្រះអង្គមិនមែនព្រះអង្គមិនជ្រាបទេព្រះអង្គដឹងថាក្នុងស្រែមានសង្ហាយនៅក្នុងចំណោមស្រូវមានសង្ហាយតែព្រះអង្គប្រាប់អ្នកចំការអ្នកស្រែថាម៉េចថាកុំតោះដកវាចេញព្រោះកាលណាយើងដកសង្ហាយចេញវាខូចដល់ស្រូវដល់ខូចឬស្រូវឃើញទេប៉ុន្តែយើងត្រូវដឹងថាប្រភេទដំណាំយើងដាំនៅក្នុងដីដែលវាមានជីជាតិល្អហើយប៉ុន្តែនៅក្នុងនោះមិនប្រកាសថាយើងជ្រុលយកមកទាំងអស់បានទេពីព្រោះនៅក្នុងចំណោមហ្នឹងក៏មានស្មៅមានសង្ហាយដែរឃើញទេបើយើងមើលទៅក៏ហមចិនឆ្អៅមើលទៅវាអាពោសង្ហាយហ្នឹងវាស្តៀងមិនស្រូវដែរប៉ុន្តែព្រះអង្គប្រាប់ថានឹងសង្ហាយទេតែព្រះអង្គប្រាប់ថាកុំតន់ទៅដកកុំតន់ទៅប៉ះវាណាពីព្រោះបើកណាប៉ះវាយើងដកទៅវាខូចដល់ស្រូវឃើញទេព្រះអង្គបានបង្រៀនយើងច្បាស់ឲ្យយើងដឹងអំពីរបៀបក្នុងការជ្រកកម្មដឹងអំពីអត្តសញ្ញាណស្រូវហើយនិងសង្ហាយឃើញទេអញ្ចឹងហើយបានជាពេលខ្លះព្រះអង្គអត់ឲ្យយើងទៅជំនុំជម្រះអ្នកដទៃទេពីព្រោះការណាដែលយើងជំនុំជម្រះគេវាធ្វើឲ្យយើងនឹងខ្លួនឯងហ្នឹងសុចរិតជាងគេល្អបំផុតតែនៅក្នុងព្រះគម្ពីរបានចែងថាម៉េចថាអត់មាននរណាសុចរិតទេមានតែព្រះទេណាមែនទេមានតែព្រះអង្គតែមួយអង្គគត់តែសុចរិតត្រឹមត្រូវណាប៉ុន្តែមិនមែនមានន័យថាយើងទាំងអស់គ្នាដោយសារយល់ថាយើងមិនត្រឹមត្រូវមិនសុចរិតយើងនាំវាទៅធ្វើបាបទេមិនចឹងទេយើងរស់នៅក្នុងផ្លូវមួយដែលព្រះអង្គសម្រាប់នេះសិស្សយើងក្រោយរៀនចប់ហើយនេះក៏ដើរទៅញ៉ាំបាយបាទនេះបានសិស្ស10នាក់សិស្សអ្នកដឹកនាំនៅខេត្តព្រះវិហារ